សួស្តីប្រិយមិត្តទាំងអស់គ្នាបាទគុំសាជាថ្មីជាមួយនឹងការសម្ដែងរឿងរបស់ admin ថ្ងៃនេះ admin មានរឿងថ្មីមួយទៀតហើយលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងមួយនេះតាក់ទងជាមួយនឹងនារីម្នាក់គាត់មានរូបរាងធាត់អាក្រក់មើលខ្លាំងណាស់ដែលធ្វើឲ្យមនុស្សប្រុសគ្រប់គ្នានឹងតែងតែបដិសេធជាមួយនឹងនាងតែទោះបីជាយ៉ាងណាក៏នាងតែងតែរីករាយនៅក្នុងជីវិតរបស់ខ្លួនឯងហើយនឹងមានមនុស្សជាច្រើនទៀតចូលចិត្តនាងថែមទៀតផងអ្វីដែលសំខាន់នាងមិនដែលរៀបការសោះឡើយក៏ប៉ុន្តែនាងមានកូនស្រីម្នាក់ដែលយើងក៏មិនដឹងដែរថាតើកូនស្រីម្នាក់នោះនាងបានមកពីកន្លែងណាតើអ្នកទាំងអស់គ្នាបើចង់ដឹងសាច់រឿងឲ្យកាន់តែស៊ីជម្រៅជាងនេះសូមមកតាមដានជាមួយ admin ទាំងអស់គ្នាផ្ដើមនៃសាច់រឿងដំបូងយើងបានឃើញអំពីនារីម្នាក់ដែលនាងមានឈ្មោះថាកូកូបើទោះបីជារាងកាយរបស់នាងធាត់មានទម្ងន់ធ្ងន់គេមិនអាចចាប់ទុកនាងជាស្រីស្អាតក៏ពិតមែនប៉ុន្តែនាងគឺជាមនុស្សដែលមានភាពកក់ក្ដៅនិងសន្តានចិត្តល្អទៅកាន់អ្នកគ្រប់គ្នាដោយឡែកកូកូនាងគឺជាមនុស្សដែលងាយទុកចិត្តគេខ្លាំងណាស់ដែលធ្វើឲ្យមនុស្សប្រុសគ្រប់គ្នាដែលចូលមកក្នុងជីវិតរបស់នាងតែងតែទាញយកផលប្រយោជន៍អំពីនាងទាំងអស់ឥឡូវយើងមកនិយាយអំពីជីវិតកូកូតាំងពីនាងមានស្នេហាវិញម្ដងមុនពេលដែលកូកូមានអាយុ18ឆ្នាំនាងមិនដែលកើតទុកនឹងខ្វល់ខ្វាយអំពីរឿងអ្វីឡើយប៉ុន្តែនៅពេលដែលនាងមានអាយុ18ឆ្នាំភ្លាមកូកូបានជួបស្នេហាដំបូងរបស់នាងនៅឯបារមួយកន្លែងប៉ុន្មានថ្ងៃក្រោយមកទើបនាងដឹងថាបរិសម្នាក់នោះមានបំណុលជំពាក់គេយ៉ាងច្រើនភ្លាមនោះផងដែរបរិសម្នាក់នោះក៏បានចាក់ចេញពីនាងទៅដោយបន្សល់ទុកបំណុលជាច្រើនទុកឲ្យនាងនឹងគឺជាអ្នកសងជំនួសដើម្បីសងបំណុលមួយនេះកូកូបានខិតខំធ្វើការយ៉ាងច្រើនមិនថាពេញម៉ោងឬក្រៅម៉ោងទេគឺនាងធ្វើការបានទាំងអស់ចំណាយពេលអស់រយៈពេល10ឆ្នាំទើបនាងអាចសងបំណុលអស់ទាំងនោះបានទាំងស្រុងនៅក្នុងអាយុ28ឆ្នាំនាងបានផ្លាស់ប្ដូរទៅក្នុងទីក្រុងមួយកូកូបានជួបជាមួយនឹងបរិសម្នាក់ទៀតដែលធ្វើការនៅក្នុងភោជនីយដ្ឋានមួយកន្លែងបរិសម្នាក់នោះគេអះអាងថាគេស្រឡាញ់កូកូខ្លាំងណាស់ប៉ុន្តែគេគឺជារិសិទ្ធក្រីក្រដោយឡែកកូកូនាងមិនប្រកាន់រឿងនេះទេក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបរិសម្នាក់នោះតែងតែរកលេសដើម្បីសុំលុយពីកូកូជានិច្ចដែលគេមិនដឹងថាយកទៅចាយវេលើអ្វីខ្លះទេរហូតដល់កូកូនឹងអស់ប្រាក់សន្សំរបស់ខ្លួនទើបគាត់នឹងបោះបង់នាងចោលយកតែម្ដងកូកូនាងពិតជាមានភាពឈឺចាប់ខ្លាំងមែនទែនរហូតដល់នាងនឹងស្បត់ចំពោះខ្លួនឯងថានាងនឹងមិនបណ្ដោយខ្លួនឲ្យទៅលងស្រឡាញ់ជាមួយអ្នកណាទៀតទេក្រោយមកកូកូបានផ្លាស់ប្ដូរទីតាំងទៅកាន់ទីក្រុងដែលនៅជិតនោះមិនយូរប៉ុន្មាននាងក៏បានធ្លាក់ក្នុងលំស្នេហ៍បរិសចាស់ម្នាក់ដែលមានអាយុលើសនាងដល់10ឆ្នាំហើយថែមទាំងមានកូនទៀតផងភាពស្មោះស្ម័គ្ររបស់កូកូបានធ្វើឲ្យនាងនឹងក្បត់ខ្លួនឯងម្ដងទៀតឯងកូកូបានផ្ដល់អ្វីគ្រប់យ៉ាងដែលបរិសម្នាក់នោះត្រូវការក្រោយមកទើបនាងដឹងថាបរិសចំណាស់ម្នាក់នោះបានយកលុយរបស់ខ្លួនលួចរៀបការជាមួយនឹងប្រពន្ធដើមដែលធ្វើឲ្យកូកូនាងខឹងយ៉ាងខ្លាំងរួចនាងគិតថានឹងប្រឈមមុខជាមួយនឹងគាត់នៅក្នុងផ្ទះរបស់គាត់យកតែម្ដងប៉ុន្តែនៅពេលដែលនាងបានទៅដល់ផ្ទះរបស់គាត់ហើយក៏លែងឃើញរទេះរុញដែលនៅខាងក្រោមអារម្មណ៍របស់នាងក៏ចាប់ផ្ដើមធូរស្រាលនិងមិនចង់បំបែកបំបាក់នៅគ្រួសាររបស់អ្នកដទៃឡើយនៅក្នុងវ័យ33ឆ្នាំបេះដូងកូកូពោពេញទៅដោយស្នាមរបួសក្រោយមកកូកូបានធ្វើការនៅក្នុងហាងនំមួយកន្លែងហើយនាងសម្រេចចិត្តថានាងមិនមានស្នេហាទៀតទេប៉ុន្តែក្រោយមកនាងក៏បានជួបជាមួយនឹងបរិសម្នាក់ដែលហៅខ្លួនឯងថាជាអ្នកនិពន្ធមើលទៅរកពីរបស់គាត់ដូចជាមិនកុហកទៅលើកូកូឡើយក្រោយមកពួកគេក៏បានរស់នៅជាមួយគ្នាសុខសាន្តពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែបរិសម្នាក់នោះតែងតែសុំលុយអំពីកូកូដើម្បីទៅទិញសៀវភៅជានិច្ចប៉ុន្តែប្រហែលឆ្នាំក្រោយមកនាងសង្កេតឃើញថាបរិសម្នាក់នោះមិនបានសរសេរសៀវភៅប្រឡំលោកអ្វីនោះទេតែនាងនៅតែស្រឡាញ់គាត់ពីព្រោះគាត់តែងតែគាំទ្រនាងជានិច្ចដោយសារតែលុយវាពិបាករើពេកហេតុនេះហើយបានជាវាសនានឹងចាប់ផ្ដើមលេងសើចជាមួយនាងម្ដងទៀតដោយថ្ងៃមួយបរិសម្នាក់នោះក៏បានបាត់ខ្លួនទៅដោយនាងក៏មិនដឹងដែរថាគាត់នឹងទៅណាក៏ប៉ុន្តែកូកូនឹងមិនព្រមចុះចាញ់ទៅលើវាសនារបស់នាងឡើយគឺនាងមិនដឹងថាយកក្មេងស្រីមកពីណាទេធ្វើជាកូនរបស់ខ្លួនដែលនាងបានដាក់ឈ្មោះកូនស្រីម្នាក់នោះថាកាគូរួចពួកគេក៏បានឡើងលើរទេះភ្លើងដើម្បីឆ្ពោះទៅកាន់ភូមិខាងជើងលុះពួកគេបានទៅដល់ទីក្រុងតូចមួយនៅជិតមាត់សមុទ្រកូកូនៅតែបន្តស្វែងរកបរិសអ្នកនិពន្ធម្នាក់នោះដដែលប៉ុន្តែនាងនៅតែមិនអាចរកឃើញលុះដល់កូកូមានអាយុ35ឆ្នាំនាងមានអារម្មណ៍ថាហត់នឿយជាមួយនឹងជីវិតរបស់នាងមួយនេះខ្លាំងណាស់ពេលនោះនាងបានសម្រេចចិត្តថានឹងលែងផ្លាស់ប្ដូរទីតាំងទៅកន្លែងណាទៀតហើយរួចនាងក៏ចាប់ផ្ដើមបោះទីតាំងរស់នៅមាត់កំពង់ផែយកតែម្ដងបើទោះបីជាជីវិតរបស់កូកូពោពេញដោយការបោកបញ្ឆោតជាមួយនឹងបញ្ហារាប់មិនអស់ក៏ដោយក៏នាងនៅតែមិនបោះបង់នៃក្តីសង្ឃឹមសម្រាប់សុភមង្គលរបស់នាងឡើយដោយស្នាមញញឹមរបស់នាងតែងតែលេចឡើងនៅចំពោះមុខកូនស្រីរបស់នាងជានិច្ចកូកូស្រឡាញ់កូនស្រីរបស់នាងខ្លាំងណាស់និងចាប់ទុកកូនស្រីរបស់ខ្លួននឹងគឺជាពិភពលោកទាំងមូលរបស់នាងថែមទៀតផងដោយហេតុរៀងរាល់យប់សម្លេងរំខានរបស់កូកូបានធ្វើឲ្យកូនស្រីរបស់គាត់នឹងគេមិនលក់សោះរៀងរាល់ពេលព្រឹកកូកូតែងតែដាក់ម៉ោងរោដើម្បីធ្វើអាហារឲ្យកូនស្រីរបស់ខ្លួនទៅសាលារៀនបន្ទាប់មកនាងក៏បន្តចូលធ្វើការនៅកន្លែងសាច់អាំងមួយកន្លែងដោយសារតែចរិតរុះរាយរបស់នាងរួមផ្សំជាមួយនឹងភាពស្មោះត្រង់បានធ្វើឲ្យមនុស្សនៅក្នុងទីក្រុងពិតជាស្រឡាញ់ចូលចិត្តកូកូខ្លាំងមែនទែនដោយឡែកមនុស្សគ្រប់គ្នាពិតជាឆ្ងល់រវាងកូកូជាមួយនឹងកូនស្រីរបស់គាត់ខ្លាំងណាស់ដែលមើលទៅតាមរូបរាងនិងអត្តចរិតរបស់ពួកគេគឺខុសប្លែកពីគ្នាទាំងស្រុងហើយកាគូក៏សង្ស័យអំពីរឿងនេះដូចគ្នាដោយឡែកនាងចង់ពិភាក្សារឿងនេះជាមួយនឹងមិត្តភក្តិដ៏ល្អបំផុតរបស់នាងដែលមានឈ្មោះថាម៉ារីក៏ប៉ុន្តែនៅពេលដែលបានជួបម៉ារីនាងតែងតែមិនហ៊ាននិយាយអំពីរឿងមួយនេះបន្ទាប់ពីចេញពីសាលា
រៀនកកូតែងតែទៅហាងសាច់អាំងដែលជាកន្លែងម្ដាយរបស់នាងធ្វើការនៅពេលដែលនាងបានទៅដល់ម្ចាស់ហាងតែងតែចម្អិនម្ហូបអាហារឆ្ងាញ់ៗទុកសម្រាប់នាងដោយគេបាននិយាយបន្ថែមទៀតថាកកពិតជាមានសំណាងខ្លាំងណាស់បែបបានកូនស្រីដែលស្រស់ស្អាតបែបនេះរាល់ពេលដែលឮគេសរសើរពីកូនស្រីរបស់ខ្លួនកកតែងតែមានមោទនភាពទៅលើខ្លួនឯងដោយនិយាយថាកូនស្រីរបស់ខ្លួនស្អាតកើតចេញពីសែនរបស់នាងពិតៗក៏ប៉ុន្តែកាកូមិនមានចរិតដូចម្ដាយរបស់នាងសោះមើលទៅកាន់កកនាងពិតជាមានមោទនភាពខ្លាំងមែនទែនដែលបានកាកូគឺជាកូនស្រីរបស់គាត់សូម្បីតែនៅពេលដែលកាកូត្រឡប់ទៅផ្ទះវិញដោយអស់កម្លាំងនាងគ្មានពេលក្នុងការបោកខោអាវរបស់ខ្លួនក៏ដោយគឺកកតែងតែជួយបោកខោអាវរបស់នាងមុនខោអាវរបស់គាត់រហូតឃើញម្ដាយដេកស្រមុកនៅលើឥដ្ឋបែបនេះកាកូមានអារម្មណ៍អាណិតម្ដាយខ្លាំងមែនទែនហើយពេលនេះនាងមិនអាចធ្វើអ្វីបានឡើយក្រៅពីធ្វើម្ហូបដែលកកនឹងពេញចិត្តវាគឺជាស្ប៉ាហ្គាទីដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងទឹកជ្រលក់ដ៏សាមញ្ញរបស់នាងនៅពេលដែលកកធំក្លិនទឹកជ្រលក់មួយនោះនាងតែងតែងើបមកភ្លាមហើយញ៉ាំវាដោយភាពរីករាយដោយឡែកនៅពេលដែលកកនៅម្នាក់ឯងនាងតែងតែមានភាពសំចៃជានិច្ចក៏ប៉ុន្តែនៅពេលដែលនាងបាននៅជាមួយនឹងកូនស្រីរបស់ខ្លួនកកតែងតែបំពេញតម្រូវការរបស់នាងហើយសុភមង្គលដែលនាងចង់បានបំផុតគឺរស់នៅជាមួយនឹងកូនស្រីរបស់នាងឯងក៏ប៉ុន្តែការគូគេមិនមានអារម្មណ៍បែបនេះឡើយនៅក្នុងទីក្រុងដ៏តូចនេះអ្នកណាក៏ស្គាល់អំពីពួកគេដែរម្យ៉ាងវិញទៀតអាចកំបាំងដ៏រញ៉េរញ៉ៃរបស់កកបានធ្វើឲ្យអ្នកគ្រប់គ្នានឹងចាប់ផ្ដើមនិយាយលុះនៅពេលមួយកាកូបានចេញដំណើរជាមួយនឹងម្ដាយរបស់នាងបើទោះបីជានាងមានអារម្មណ៍ធុញថប់ពេលដែលនៅជិតម្ដាយក៏ដោយក៏ប៉ុន្តែនាងមិនអាចធ្វើអ្វីបានឡើយដោយលើកនេះនៅលើឡានក្រុងកាកូបានជួបចៃដន្យជាមួយនឹងនីកូដែលនាងបានលួចក្រាស់គាត់ជាយូរណាស់មកហើយរំពេចនោះនាងក៏បានរក្សាគម្លាតជាមួយនឹងម្ដាយរបស់នាងនេះមិនមែនជាហេតុផលដែលនាងនឹងមិនចូលចិត្តម្ដាយរបស់នាងឡើយនេះដោយសារតែនាងខ្លាចម្ដាយរបស់នាងនឹងបង្ហាញនៅភាពរស់រាយខ្លាំងពេកក្រោយមកអ្នកទាំងពីរក៏បានចុះពីលើឡានក្រុងទៅដល់អាងមួយដែលជាកន្លែងដែលកកនឹងចង់ទៅលេងខ្លាំងមែនទែនរំពេចនោះបុគ្គលិកហាងបាននិយាយថានៅទីនេះគ្មានភ្ញៀវផ្សេងទេដែលធ្វើឲ្យកកសប្បាយចិត្តយ៉ាងខ្លាំងព្រោះនាងគិតថាពេលនេះគ្មានអ្នកណាអាចរំខានជីវិតឯកជនរវាងកូនស្រីរបស់នាងជាមួយនឹងនាងបានឡើយដោយកកបានចំណាយពេលរបស់ខ្លួនពេញមួយថ្ងៃនឹងលេងនៅក្នុងអាងមួយនោះសកម្មភាពរបស់កកបែបនេះធ្វើឲ្យកាកូគេមានអារម្មណ៍ខ្មាស់អៀនខ្លាំងមែនទែនហើយនាងពិតជាមិនយល់តតែសោះថាហេតុអ្វីបានជាម្ដាយរបស់នាងនឹងតែងតែរីករាយនិងមានថាមពលពេញបបោជានិច្ចថ្មីនេះកីឡាបាល់បោះកំពុងតែពេញនិយមនៅក្នុងសាលារបស់កាកូអ្នកដែលមានរាងស្ដើងខ្ពស់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមជាក់ស្ដែងកាកូក៏ត្រូវបានគេជ្រើសរើសចូលទៅក្នុងក្រុមមួយនោះផងដែរដោយយ៉ារីនាងពិតជាចង់ចូលរួមខ្លាំងមែនទែនប៉ុន្តែប្រធានថ្នាក់តែងតែបដិសេធជាមួយនឹងនាងក្រោយពេលដែលចេញពីសាលារៀនមេរីបានបបួលកាកូនឹងឲ្យបំបីក្រុមមួយទៀតក៏ប៉ុន្តែកាកូបាននិយាយដោយសាមញ្ញថាឲ្យតែនាងអាចលេងបានទោះសមាជិកក្រុមគឺជានរណាក៏នាងមិនខ្វល់ដែរចម្លើយមួយនេះបានធ្វើឲ្យមេរីនឹងខឹងជាមួយនឹងកាកូយ៉ាងខ្លាំងប៉ុន្តែនាងក៏មិនបាននិយាយអ្វីដែរលុះថ្ងៃបន្ទាប់ម៉ារីបានទៅរកកាកូម្ដងទៀតដើម្បីហៅនាងឲ្យទៅលេងផ្ទះរបស់ខ្លួនជាមួយនឹងមិត្តពីរបីនាក់ទៀតដែលសុទ្ធសឹងតែជាក្រុមបាល់បោះទាំងអស់កាកូហាក់បីដូចជាដឹងផែនការរបស់មេរីភ្លាមថានាងនឹងមានគំនិតប្រឆាំងជាមួយនឹងប្រធានថ្នាក់ហើយកាកូគេពិតជាមិនចូលចិត្តអ្នកដែលបង្កបញ្ហាបែបនេះនោះឡើយដោយឡែកនាងក៏មិនចង់ឲ្យមេរីនឹងខកចិត្តដូចគ្នាពេលនេះកាកូគេមានភាពពិបាកខ្លាំងមែនទែនឃើញកូនស្រីមានការពិបាកសម្រេចចិត្តបែបនេះកកបានផ្ដល់ដំបូន្មានឲ្យនាងប្រសិនបើនាងសម្រេចចិត្តថាមិនចង់ទៅមិនបាច់ប្រើលេសដោះសារដើម្បីបដិសេធនោះទេបើទោះបីជាកកមើលទៅមានចរិតខ្ជះខ្ជាយពេលវេលាបន្តិចមែនក៏ប៉ុន្តែនាងដឹងខុសដឹងត្រូវច្បាស់លាស់ណាស់ហើយនាងក៏តែងតែបង្រៀនទៅកាន់គីកូដូចគ្នាគិតបានបន្តិចកាកូក៏បានសម្រេចចិត្តលើកទូរស័ព្ទខលទៅកាន់ម៉ារីនិងបដិសេធការអញ្ជើញរបស់នាងផ្ទាល់ដោយសម្ដីគួរសមបើទោះបីជានាងមានអារម្មណ៍ថាខុសជាមួយនឹងកំហុសនេះក៏ដោយប៉ុន្តែប្រសិនបើនាងទៅប្រកាសជាមានបញ្ហាធំជាមិនខានលុះនៅថ្ងៃបន្ទាប់ម៉ារីគេឈប់ដើរជាមួយនឹងកាកូទៀតហើយថែមទាំងនិយាយដើមអាក្រក់ពីកាកូនឹងទៅប្រាប់មិត្តភ័ក្តិផ្សេងទៀតផងដែលនៅក្នុងសាលារៀនម៉ារីព្យាយាមបែងចែកថ្នាក់ជាពីរផ្នែកក៏ប៉ុន្តែការធ្វើបែបនេះវាមិនប៉ះពាល់ដល់តំណែងប្រធានថ្នាក់ឡើយម្យ៉ាងវិញទៀតសិស្សក្នុងថ្នាក់នៅតែចូលចិត្តទៅកាន់កាកូដដែលនៅក្នុងពិធីបុណ្យកាកូបានលេងជាមួយមិត្តភ័ក្តិយ៉ាងសប្បាយរីករាយនាងញ៉ាំរួចហើយក៏ថតរូបជាមួយនឹងពេលវេលាដ៏អស្ចារ្យរួចក្រុមរបស់នាងក៏បានទៅលើស្ពានដើម្បីកើយគុណមើលទេសភាពនៅពេលយប់ខណៈពេលនោះអ្នកដែលនៅក្នុងក្រុមបានប្រទះឃើញម៉ារីកំពុងតែឈរតែម្នាក់ឯងគ្រប់គ្នាគិតថានាងគឺជាមេខ្លោងនៅក្នុងការបំបាយថ្នាក់ហើយនេះជាហេតុផលដែលគេនឹងទុកនាងឲ្យនៅម្នាក់ឯងក្រោយមកក្រុមរបស់នាងក៏បានទៅអង្គុយនៅកន្លែងមួយទៀតអំឡុងពេលដែលនាងកំពុងតែចង់និយាយអ្វីម្យ៉ាងនាងក៏បានកលៃទៅឃើញម្ដាយរបស់នាងដោយភាពរីករាយរបស់គាត់ធ្វើឲ្យនាងមានអារម្មណ៍ថាមិនស្រួលខ្លាំងមែនទែនបើទោះបីជាមិត្តរួមថ្នាក់របស់នាងបានស្គាល់អំពីចរិតម្ដាយរបស់នាងក៏ដោយនៅក្នុងយប់មកផងដែរកកបានទិញភេសជ្ជៈចំនួន2កែវនិងបានជជែកលេងជាមួយនឹងបរិសដែលលក់សាច់អាំងនៅទីនោះទៀតផងមើលទៅកាន់នាងដូចជាធ្លាក់ក្នុងលងស្នេហ៍ទៅកាន់បរិសម្នាក់នោះម្ដងទៀតឯងវាធ្វើឲ្យកាកនឹងមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងប៉ុន្តែនាងមិនព្យាយាមបញ្ឈប់ម្ដាយរបស់នាងទេឲ្យតែកកមានអារម្មណ៍ថាសប្បាយចិត្តនាងមិនខ្វល់នោះទេថាកកបានណាត់ជួបជាមួយនឹងអ្នកណាចាប់ពីយប់នោះមកគ្មានអ្នកណាម្នាក់ដែលនៅក្នុងថ្នាក់និយាយជាមួយនឹងមេរីឡើយដែលធ្វើ
ធ្វើឲ្យការគូមានអារម្មណ៍ថាមិនស្រួលខ្លាំងមែនទែនក្រោយមកការគូក៏បានសម្រេចចិត្តទៅនិយាយជាមួយនឹង Mary ចាប់ពីពេលនោះទៅពួកគេទាំងពីរនាក់ក៏បានក្លាយទៅជាមិត្តល្អជាមួយគ្នាម្ដងទៀត Mary ពិតជារំភើបចិត្តជាមួយនឹងទឹកចិត្តរបស់ការគូខ្លាំងមែនទែនរួចនាងក៏បានសុំទោសទៅកាន់ការគូថ្ងៃកីឡារបស់សាលាក៏បានចូលមកដល់កកបានរៀបចំដុំបាយជាច្រើនដែលធ្វើឲ្យការគូនឹងមានអារម្មណ៍ថាចម្លែកចិត្តខ្លាំងមែនទែនពេលនេះមើលទៅកាន់ការគូដូចជាសប្បាយខុសពីធម្មតាដោយការប្រយុទ្ធនោះផងដែរការគូបានលើបមើលកកនិយាយទូរស័ព្ទដោយសម្ងាត់មិនដឹងថាជាមួយអ្នកណាទេនាងបាននិយាយទូរស័ព្ទនោះអស់រយៈពេលរាប់ម៉ោងធ្វើឲ្យការគូនឹងគិតថាម្ដាយរបស់ខ្លួននឹងប្រហែលជាមានស្នេហាជាមួយនឹងបរិសុទ្ធថ្មីឯងអញ្ចឹងហើយបានជានាងមិនសួរនាំគាត់លុះពេលដែលការគូត្រូវដល់ពេលប្រកួតកកបាននាំអ្នកដែលនៅក្នុងភោជនីយដ្ឋានសាច់អាំងទាំងអស់ដើម្បីមកលើកទឹកចិត្តគេដោយឡែកការគូពិតជាមានអារម្មណ៍ចម្លែកខ្លាំងណាស់នាងហាក់បីដូចជាមានអ្នកណាម្នាក់នឹងកំពុងតែតាមដាននាងថែមទាំងថតរូបរបស់នាងទៀតផងក៏ប៉ុន្តែនាងគ្រាន់តែគិតថាម្នាក់នោះប្រហែលជាអ្នកដែលនៅធ្វើការហាងសាច់អាំងជាមួយម្ដាយរបស់ខ្លួនប៉ុណ្ណោះធ្វើឲ្យនាងនឹងមិនសូវចាប់អារម្មណ៍ជាមួយនឹងវាប៉ុន្មានទេក្រោយមកពន្លឺនៃផ្លាស់ភ្លើងក៏បានប្រទាក់ជាមួយនឹងភ្នែកនាងម្ដងទៀតតែនៅពេលដែលនាងសម្លឹងទៅមិនបានឃើញអ្នកណាកំពុងតែថតឡើយលុះដល់ពេលអាហារថ្ងៃត្រង់កកបានបើកប្រអប់បាយរបស់ខ្លួននិងកាន់បាយ2ដុំរួចនិយាយថានាងសុំទៅបន្ទប់ទឹកមួយផ្លែតទង្វើរបស់នាងបែបនេះធ្វើឲ្យការគូនឹងពិតជាសង្ស័យជាមួយនាងខ្លាំងមែនទែនថាតើនាងនឹងយកបាយទៅឲ្យមិត្តប្រុសថ្មីរបស់នាងមែនអត់បន្ទាប់មកដល់វេនការរត់ប្រណាំងរវាងអាណាព្យាបាលម្ដងឯងសិស្សម្នាក់គេមានសមាជិកគ្រួសារច្រើនណាស់ប៉ុន្តែការគូគេមានតែកកម្នាក់ប៉ុណ្ណោះដែលជាសមាជិកនៅក្នុងក្រុមគ្រួសាររបស់គេដោយភាពរំភើបខ្លាំងពេកធ្វើឲ្យកពិបាកនៅក្នុងការផ្ចង់អារម្មណ៍ទើបនាងធ្វើខុសក្នុងការប្រកួតជាច្រើនដងដល់ពេលដែលការប្រកួតពិតប្រាកដបានចាប់ផ្ដើមកបានជាស្លន់ស្លោហើយរត់ដួលតណាត់តណែងពេញហ្នឹងបើទោះបីជាវាមានភាពលំបាកខ្លាំងប៉ុណ្ណាក៏ដោយកនៅតែចង់បានជ័យជំនះសម្រាប់ការគូនៅទីបំផុតរាងកាយដ៏ទលោកទលន់របស់នាងនឹងអាចធ្វើឲ្យនាងស្លាប់បានភាពតស៊ូជាមួយនឹងសេចក្តីអត់ធ្មត់យ៉ាងរឹងមាំអាចផ្លាស់ប្ដូរមនុស្សបានច្រើនខ្លាំងមែនទែនសូម្បីតែគេក៏ភ្ញាក់ផ្អើលជាមួយនឹងរឿងមួយនេះផងដែរបន្ទាប់ពីថ្ងៃនោះមកកេរ្តិ៍ឈ្មោះរបស់កត្រូវបានគេនិយាយពេញទីក្រុងហើយក៏មានមនុស្សជាច្រើនដែលនិយាយអំពីក្រៅខ្នងរបស់ពួកគេទៀតផងប៉ុន្តែគេមិនខ្វល់ជាមួយនឹងរឿងមួយនេះឡើយលុះដល់ពេលល្ងាចម្ចាស់ហាងសាច់អាំងក៏បានរៀបចំអាហារមួយតុធំដើម្បីអបអរសាទរទៅកាន់ការគូដែលធ្វើឲ្យនាងនឹងញ៉ាំច្រើនខ្លាំងមែនទែនលុះដល់ពេលយប់នាងមានអារម្មណ៍ថាឈឺពោះយ៉ាងខ្លាំងប៉ុន្តែការគេមិនព្រមក្រាបនោះឡើយពីព្រោះតែខ្លាចម្ចាស់ហាងដឹងគាត់ប្រកាសជាបន្ទោសខ្លួនឯងថាមកពីសាច់គោរបស់គាត់ដែលធ្វើឲ្យការគូនឹងឈឺពោះដូច្នេះហើយនាងបានសម្រេចចិត្តថាមិនទៅមន្ទីរពេទ្យនោះឡើយសុខចិត្តស៊ូទ្រាំឈឺវាតែម្នាក់ឯងបើទោះបីជាកសួរនាងអំពីបញ្ហាមួយនេះក៏នាងឆ្លើយប្រាប់គេថាមិនអីវិញដែរតែទីបំផុតការគូក៏មិនអាចទ្រាំបានធ្វើឲ្យនាងដួលដោយសេចក្តីឈឺចាំកឃើញបែបនេះហើយនាងពិតជាភ័យខ្លាំងមែនទែននឹងបានបញ្ញាប់នាំការគូនឹងទៅកាន់មន្ទីរពេទ្យដោយកបានយកស្រោមសំបុត្រមួយនៅក្នុងនោះពោពេញទៅដោយលុយយ៉ាងក្រាស់ហុចទៅកាន់គិលានុវិទ្យាការដោយអង្វរឲ្យនាងនឹងជួយទៅកាន់កូនស្រីរបស់គាត់ផងតែគិលានុវិទ្យាការបានឲ្យនាងទៅចុះឈ្មោះសិនវាជាសំណាងល្អដែរដែលការគូមិនប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតនាងគ្រាន់តែមានជំងឺលាកពោះវៀនខ្នែងតែប៉ុណ្ណោះលើបែបនេះធ្វើឲ្យកស្ងប់ចិត្តបន្តិចក្រោយពេលដែលនាងត្រឡប់មកដល់បន្ទប់របស់ការគូវិញនាងធ្វើការបន្ទោសខ្លួនឯងយ៉ាងខ្លាំងនិងដាក់បណ្ដាសាខ្លួនឯងថែមទៀតផងទឹកភ្នែករបស់នាងហូរចុះយ៉ាងច្រើនបញ្ជាក់អំពីការស្រឡាញ់ហើយរឿងមួយនេះវាធ្វើឲ្យនាងឈឺចាប់ខ្លាំងមែនទែនដែលនាងបណ្ដោយខ្លួនឲ្យការគូនឹងមានភាពឈឺចាប់បន្ទាប់ពីឃើញម្ដាយមានភាពព្រួយបារម្ភចំពោះខ្លួនបែបនេះការគូក៏បានសួរសំណួរមួយទៅកាន់នាងដោយសំណួរមួយនោះវាស្ថិតនៅក្នុងចិត្តរបស់ការគូជាយូរណាស់មកហើយថាតើការគូនឹងជាម្ដាយពិតប្រាកដរបស់នាងដែរឬទេដោយពេលដែលនាងមានអាយុ4ឆ្នាំនាងបានរកឃើញនៅរូបថតមួយសន្លឹកដោយនាងជឿថាស្ត្រីដែលនៅក្នុងរូបថតជាមួយនឹងការគូគឺជាម្ដាយរបស់នាងពិតប្រាកដនៅពេលនេះគេក៏គ្មានគំនិតចង់លាក់បាំងទៅកាន់ការគូដូចគ្នាក្រោយមកនាងក៏បាននិយាយអំពីរឿងរ៉ាវកាលពី10ឆ្នាំមុនដែលម្ដាយរបស់ការគូពិតប្រាកដមានឈ្មោះថាមីកូអ្នកទាំងពីរគឺជាមិត្តសម្លាញ់ជាមួយគ្នាដែលធ្វើការនៅក្នុងក្លឹបគឺជាមនុស្សដែលមានសន្តានចិត្តល្អដូច្នេះហើយនាងតែងតែជួយយកអាសាទៅកាន់មីកូជានិច្ចដែលអ្នកទាំងពីរបានរស់នៅជាមួយគ្នាញ៉ាំអាហារជាមួយគ្នានិងធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃដោយហេតុមីកូបានទៅមន្ទីរពេទ្យហើយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឲ្យនាងនឹងមិនមានកូននោះឡើយក្នុងពេលនោះផងដែរអ្នកទាំងពីរក៏ត្រូវបានបរិសម្នាក់បោកប្រាស់ប្រាក់យ៉ាងច្រើនមីកូបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសងបំណុលរបស់នាងពេលវេលាកន្លងផុតទៅមិនយូរប៉ុន្មានទីបំផុតអ្នកទាំងពីរក៏បានរួចផុតពីបំណុលរហូតដល់ថ្ងៃមួយមីកូបានមើលឃើញខ្លួនឯងនឹងកំពុងតែមានផ្ទៃពោះដំណឹងមួយនេះបានធ្វើឲ្យកនាងរំភើបរហូតដល់ស្រក់ទឹកភ្នែកចាប់ពីថ្ងៃនោះមកហាក់បីដូចជាបានកម្លាំងអំពីព្រះជាម្ចាស់អញ្ចឹងនាងបានធ្វើការជាច្រើនកន្លែងមិនថាផ្សារទំនើបឬក៏ភោជនីយដ្ឋាននោះឡើយសូម្បីតែធ្វើការសំណង់ក៏នាងសុខចិត្តដែរដើម្បីបានប្រាក់នាងមិនត្អូញត្អែអំពីការលំបាកមួយនេះឡើយគ្រាន់តែនាងចង់ឲ្យមីកូមានជីវិតប្រសើរជាងមុនដល់ឲ្យមីកូនឹងសម្រាកនៅផ្ទះដើម្បីថែរក្សាកូនរបស់នាងក្រោយមកមីកូក៏សម្រាប់ទទួលបានកូនស្រីម្នាក់ដែលជាការគូនេះឯងក្រោយមកនាងមិនដឹងនោះទេថាមីកូនឹងមាន
បញ្ហាឬក៏វិបត្តិអ្វីនៅពេលដែលការកោមានអាយុមួយខែមីកូនាងក៏បានចាក់ចែងទៅដោយបន្សល់ទោសសម្បត្តិមួយច្បាប់រួមជាមួយនឹងលុយសន្សំរបស់នាងទាំងអស់ដើម្បីទុកឲ្យកកថែរក្សាការគូចាប់ពីពេលនោះមកកបានចាប់ទុកការកគឺជាកុំបង្កើតរបស់ខ្លួនមើលថែរក្សានាងរហូតដល់ពេលបច្ចុប្បន្នសូម្បីតែការរៀនសូត្រក៏ផ្ដល់ឲ្យនាងគ្រប់គ្រាន់ដែរក្រោយពីបានស្ដាប់ការរៀបរាប់របស់ករួចការគូនាងមានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំងនិងអរគុណទៅកាន់កខ្លាំងមែនទែនដោយនាងបាននិយាយទៅប្រាប់កថាប្រសិនបើនាងចង់ធ្វើការណាត់ជួបជាមួយនឹងអ្នកណាម្នាក់ត្រូវធ្វើវាដែលបើកចំហមិនចាំបាច់លុយនិយាយទូរស័ព្ទនៅពាក់កណ្ដាលអាធ្រាត្រនោះទេហើយការគូនឹងគាំទ្រកពេញទំហឹងផងដែរលើបែបនេះកក៏បាននិយាយតបទៅកាន់នាងវិញថាការប្រយុទ្ធនោះនាងបាននិយាយទូរស័ព្ទជាមួយនឹងមីកូគឺមីកូបានរៀបការជាមួយនឹងគ្រួសារផ្សេងមួយទៀតហើយក៏ខ្លាចទៅជាម្ដាយរបស់គេម្ដងទៀតផងដែរដោយមីកូនាងមានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីបានទុកការកឲ្យនៅជាមួយនឹងមីកូហាក់បីដូចជានាងនឹងកំពុងតែបោះបង់ចោលកូនរបស់ខ្លួនឯងចឹងហេតុដូច្នេះហើយបានជានាងនឹងតាក់ទងមកកាន់កដោយសង្ឃឹមថានឹងបានយកការគូនឹងត្រឡប់ទៅវិញនៅក្នុងពិធីប្រកួតនៅសាលានាងក៏បានមកដូចគ្នាថែមទាំងលួចថតរូបរបស់ការគូទៀតផងចំណែកឯបាយដែលកយកទៅបន្ទប់ទឹកគឺយកទៅឲ្យមីកូនេះឯងបើទោះដីជាមីកូដឹងថាក្នុងពេលឆាប់នេះនាងត្រូវបាត់បង់ការគូក៏ដោយក៏ប៉ុន្តែនាងនៅតែនិយាយល្អអំពីមីកូទៅប្រាប់ការគូនិងបានបន្ថែមទៀតថាបើការគូចង់ទៅរស់នៅជាមួយនឹងម្ដាយរបស់នាងវិញនាងក៏គ្មានបញ្ហាក្នុងការហាមឃាត់ដែរដរាបណាឲ្យតែការគូនឹងគេសប្បាយចិត្តឃើញភាពឈឺចាប់របស់ម្ដាយខ្លួនបែបនេះវាធ្វើឲ្យការគូនឹងក៏មានភាពឈឺចាប់ដូចគ្នារួចក៏បាននិយាយបន្តទៀតថាអ្វីដែលជាក្តីសុខពិតប្រាកដរបស់គេគឺបានរស់នៅជាមួយនឹងការគូនិយាយចប់កនឹងយំយ៉ាងខ្លាំងព្រមពេចនោះស្រាប់តែមានដៃដ៏តូចមួយមកកាន់ដៃរបស់កធ្វើឲ្យនាងនឹកឃើញដល់វេលាដែលការគូរៀននិយាយដំបងពាក្យដែលនាងចូលចិត្តហៅជាងគេគឺម៉ាក់ហើយវាក៏ជាពេលវេលាដែលធ្វើឲ្យពួកគេនឹងស្រឡាញ់គ្នាបំផុតស្ដាប់ឮសម្ដីបែបនេះធ្វើឲ្យករំភើបចិត្តយ៉ាងខ្លាំងថានេះវាស័ក្តិសមជាមួយនឹងការយកចិត្តទុកដាក់របស់នាងកន្លងមកហើយទីបំផុតការគូក៏បានសម្រេចចិត្តនឹងរស់នៅជាមួយនឹងកពីព្រោះតែនៅលើโลกនេះនាងគឺជាម្ដាយតែម្នាក់គត់ក្រោយមកមិត្តភ័ក្តិរបស់ការគូក៏បានទៅសួរសុខទុក្ខនាងនៅឯមន្ទីរពេទ្យដែលធ្វើឲ្យពួកគេនឹងមានសេចក្តីសុខជាមួយនឹងការស្រឡាញ់មួយនេះខ្លាំងមែនទែនដែលរឿងមួយនេះបានបង្ហាញយើងអំពីសេចក្តីស្រឡាញ់មិនថាតែសាច់ឈាមតែមួយឬក៏សាច់ឈាមដែលឡែកពីគ្នាក៏ដោយឲ្យតែអ្នកចេះស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគ្នានោះវាគឺជាក្តីស្រឡាញ់ដ៏ពិតប្រាកដនិងសាមញ្ញបំផុតសម្រាប់ក្រុមគ្រួសារហើយសាច់រឿងរបស់យើងក៏ត្រូវបានចប់ទៅត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរឿងរបស់ Admin បើសិនបើពេញចិត្តវីដេអូមួយនេះសូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងជួបគ្នានៅវីដេអូបន្តបាយបាយ